អាឡម៉ង់បដិញ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុបនៅឆ្នាំ2039ដើម្បីរារាំងរុស្ស៊ីក្នុងរយៈពេលជាច្រើនទសវត្សរ៍ក្រោយសង្គ្រាមលោកលើកទី2អាឡម៉ង់បានប្រកាន់ខ្ជាប់នៅគោលនយោបាយការពារជាតិបែបប្រុងប្រយ័ត្នបំផុតក៏ប៉ុន្តែស្ថានភាពភូមិសាស្ត្រនយោបាយនៅអឺរ៉ុបបានផ្លាស់ប្ដូរទាំងស្រុងក្រោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃពុធទី22មេសាឆ្នាំ2026ពិភពលោកបានឃើញនៅសេចក្តីប្រកាសដ៏រឹងមាំបំផុតមួយចេញពីទីក្រុងបេឡាំងរដ្ឋមន្ត្រីក្រសួងការពារជាតិអាឡម៉ង់លោក Boris Pistorius បានបង្ហាញនៅផែនការមហិច្ឆតាដែលមិនធ្លាប់មានដែលជាការកសាងកងទ័ពអាឡម៉ង់ឲ្យក្លាយជាកម្លាំងយោធាធម្មតាខ្លាំងបំផុតនៅក្នុងតំបន់អឺរ៉ុបត្រឹមតែឆ្នាំ2039ដើម្បីជាខែលការពារនិងទប់ស្កាត់ការគំរាមកំហែងពីទីក្រុងមូស្គូលោក Boris Pistorius បានសង្កត់ធ្ងន់ថាកងកម្លាំងប្រដាប់អាវុធអាឡម៉ង់ឬ Bundeswehr មិនត្រឹមតែត្រូវបានបង្កើនបរិមាណប៉ុណ្ណោះទេប៉ុន្តែត្រូវផ្លាស់ប្ដូរគុណភាពនិងរចនាសម្ព័ន្ធទាំងស្រុងយុទ្ធសាស្ត្រថ្មីនេះត្រូវបានរៀបចំឡើងយ៉ាងគ្រប់ជ្រុងជ្រោយដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូគម្រាមកំហែងដែលអាចកើតមានឡើងគ្រប់ពេលវេលាយុទ្ធសាស្ត្រនេះផ្ដោតលើភាពរហ័សរហួននិងការត្រៀមខ្លួនជានិច្ចអាឡម៉ង់លែងមើលឃើញការពារជាតិគឺជាកិច្ចការបន្ទាប់បន្សំទៀតហើយប៉ុន្តែវាគឺជាសសរស្តម្ភដ៏សំខាន់បំផុតដើម្បីធានាបាននូវសន្តិសុខជាតិនិងស្ថិរភាពក្នុងតំបន់អឺរ៉ុបទាំងមូលចំណុចដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៅក្នុងផែនការនេះគឺការបង្កើនចំនួនធនធានមនុស្សនៅក្នុងវិស័យយោធាលោក Pistorius បានកំណត់គោលដៅមហិច្ឆតាដោយបង្កើនចំនួនទាហានសរុបរហូតដល់46,000នាក់តួលេខនេះរួមមានកងកម្លាំងសកម្មដែលជាទាហានអាជីពត្រៀមខ្លួនវាយលោកនឹងការពារគ្រប់វិនាទីកងកម្លាំងបំរុងដែលជាកម្លាំងគាំទ្រដ៏រឹងមាំនិងអាចកោះហៅបានភ្លាមក្នុងគ្រាអាសន្ននិងបុគ្គលិកស៊ីវិលជំនាញដើម្បីគាំទ្រដល់ប្រព័ន្ធ Logistics និងបច្ចេកវិទ្យាយោធាការបង្កើនចំនួនទ័ពដ៏ច្រើនបែបនេះបង្ហាញពីការបដិញ្ញាចិត្តខ្ពស់ក្នុងការដាក់ពង្រាយកម្លាំងដើម្បីរារាំងរុស្ស៊ីមិនឲ្យមានឱកាសឈ្លានពានចូលក្នុងទឹកដីអង្គការ NATO ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចនៅអឺរ៉ុបអាឡម៉ង់នឹងដើរតួជាឆ្អឹងខ្នងនៃប្រព័ន្ធការពារដែនអាកាសសម្រាប់អង្គការ NATO លោក Boris Pistorius បានបញ្ជាក់យ៉ាងច្បាស់ថាពិភពលោកកំពុងស្ថិតក្នុងយុគសម័យសង្គ្រាមបច្ចេកវិទ្យាខ្ពស់ដូច្នេះអាឡម៉ង់នឹងវិនិយោគទឹកប្រាក់រាប់ពាន់លានដុល្លារទៅលើប្រព័ន្ធស្ទាក់ចាប់យានដ្រូនដើម្បីទប់ស្កាត់នឹងយុទ្ធសាស្ត្រសង្គ្រាមដ្រូនដែលកំពុងរីករាលដាលប្រព័ន្ធការពារមីស៊ីលទំនើបដើម្បីការពារទីក្រុងនិងមូលដ្ឋានទ័ពពីការវាយប្រហារតាមអាកាសការពារប្រឆាំងមីស៊ីលលឿនជាងសម្លេងនេះគឺជាចំណុចយុទ្ធសាស្ត្របំផុតដែលអាឡម៉ង់ចង់ឈានមកគេក្នុងការទប់ស្កាត់អាវុធចំនួនថ្មីរបស់រុស្ស៊ីដើម្បីសម្រេចបាននូវគោលដៅកងទ័ពខ្លាំងបំផុតនៅអឺរ៉ុបអាឡម៉ង់បានដាក់ចេញនៅផែនការអភិវឌ្ឍ3ដំណាក់កាលដូចជាដំណាក់កាលទី1ផ្ដោតលើការកែសម្រួលច្បាប់យោធានិងជ្រើសរើសទ័ពនិងការទិញអាវុធទំនើបជាបន្ទាន់ដំណាក់កាលទី2ការធ្វើទំនើបកម្មនិងសមាហរណកម្មបញ្ជ្រាបបច្ចេកវិទ្យា AI និងប្រព័ន្ធ Digital ចូលក្នុងជួរកងទ័ពព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត NATO និងដំណាក់កាលទី3នៅឆ្នាំ2039អាឡម៉ង់នឹងមានសមត្ថភាពពេញលេញទាំងផ្នែកបរិមាណទ័ពនិងបច្ចេកវិទ្យាដែលអាចរារាំងរាល់ការឈ្លានពានពីខាងក្រៅដោយមិនបាច់ប្រើអាវុធនុយក្លេអ៊ែរការប្រកាសនេះគឺជាសារដាស់តឿនដ៏ខ្លាំងក្លាមួយទៅកាន់ទីក្រុងមូស្គូអាឡម៉ង់ចង់បង្ហាញថាខ្លួនលែងជាប្រទេសដែលពឹងផ្អែកតែលើឆន្ទការពាររបស់សហរដ្ឋអាមេរិកទៀតហើយការកសាងទ័ពដ៏ខ្លាំងក្លានេះនឹងធ្វើឲ្យតុល្យភាពអំណាចនៅអឺរ៉ុបមានស្ថិរភាពជាងមុននិងកាត់បន្ថយមហិច្ឆតារបស់លោក Vladimir Putin ក្នុងការបង្កសង្គ្រាមពង្រីកទឹកដីសម្រាប់អង្គការ NATO ការងើបឡើងនៃវិស័យយោធាអាឡម៉ង់គឺជាការបន្ថែមនៅសាច់ដុំដ៏រឹងមាំបំផុតមួយដែលនឹងធ្វើឲ្យសម្ព័ន្ធមិត្តអាត្លង់តិកខាងជើងកាន់តែមានអំណាចក្នុងការចរចានិងការពារសន្តិភាពពិភពលោកជារួមនៅឆ្នាំ2039នឹងក្លាយជាឆ្នាំកំណត់ព្រំដែនថ្មីនៃប្រវត្តិសាស្ត្រយោធាអឺរ៉ុបការបដិញ្ញាចិត្តរបស់លោក Boris Pistorius និងរដ្ឋាភិបាលអាឡម៉ង់មិនមែនគ្រាន់តែជាការត្រៀមខ្លួនសម្រាប់សង្គ្រាមនោះទេប៉ុន្តែវាគឺជាការវិនិយោគដើម្បីសន្តិភាពតាមរយៈភាពរឹងមាំជាមួយនឹងផែនការច្បាស់លាស់ថាវិការមហាសាលនិងការគ្រប់គ្រងផ្នែកនយោបាយអាឡម៉ង់កំពុងបោះជំហានយ៉ាងមានទំនុកចិត្តដើម្បីក្លាយជាការការពារដ៏មានឥទ្ធិពលបំផុតរបស់អឺរ៉ុបនិងជាឆ្មាំការពារសេរីភាពប្រឆាំងនឹងការគំរាមកំហែងពីមហាអំណាចផ្ដាច់ការពិភពលោកនឹងរងចាំមើលថាតើជាអាឡម៉ង់នឹងបង្ហាញឥទ្ធិពលរបស់ខ្លួនយ៉ាងណានៅលើឆាកអន្តរជាតិក្នុងរយៈពេល13ឆ្នាំខាងមុខនេះ